តារាចម្រៀងនីរ៉ាបានមកលេងស្រុកខ្មែរជាថ្មីម្ដងទៀតបន្ទាប់ពីនាងបានចាក់ចេញទៅរស់នៅលើទឹកដីអូស្ត្រាលីអស់រយៈពេលប្រមាណ6ឆ្នាំមកនេះក្នុងពេលដែលនាងក៏បានត្រៀមបទចម្រៀងថ្មីៗដល់អ្នកគាំទ្រផងដែរតារាចម្រៀងរូបនេះបានវិលមកជន់ដីស្រុកខ្មែរកាលពីថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2024ក្នុងដំណើរមកជួបជុំគ្រួសារបងប្អូននៅឯស្រុកកំណើតផងនិងការងារសិល្បៈផងហើយតាមគម្រោងនាងនឹងបន្តស្នាក់នៅក្នុងរយៈពេលប្រមាណជា1ខែម្ចាស់បទកូឡាពលដីឈ្មោះស្រីមិនល្អនីរ៉ាបានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកថាការមកលេងស្រុកកំណើតជាលើកទី2របស់នាងនាពេលនេះគោលដៅសំខាន់គឺការងារសិល្បៈដែលនាងត្រូវថតបទចម្រៀងថ្មីៗសម្រាប់ប្រិយមិត្តគាំទ្រនាងបន្តថាបទចម្រៀងថ្មីៗដែលនាងត្រៀមចេញនោះគឺអាចលើសពី3បទឡើងទៅហើយការចេញបទចម្រៀងថ្មីនេះគឺជាការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់នាងដែលចង់បានក្នុងពេលដែលនាងបានស្ងប់ស្ងាត់មួយរយៈក្រៅពីថតបទចម្រៀងថ្មីៗហើយនោះនាងក៏គ្រោងនឹងបង្ហាញវត្តមានឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍នានាជាបន្តបន្ទាប់ផងដែរក្នុងរយៈពេលដែលនាងកំពុងស្នាក់នៅស្រុកខ្មែរនាងបញ្ជាក់ថាដោយសារចិត្តនៅស្រឡាញ់សិល្បៈទើបធ្វើឲ្យនាងមិនដែលនឹកចង់ចោលអាជីពមួយនេះឡើយបើទោះបីជានាងបានចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំក៏ដោយនីរ៉ាបន្ថែមថាគិតមកទល់នាពេលនេះនាងបានចេញទៅរស់នៅប្រទេសអូស្ត្រាលីអស់រយៈពេល6ឆ្នាំមកហើយប៉ុន្តែនាងតែងតែនឹករលឹកមកដល់ស្រុកកំណើតនិងសន្សំចិត្តចេញបទចម្រៀងថ្មីៗបន្ថែមទៀតនាងបន្តថាមកដល់ពេលនេះនាងអាចមានពេលគ្រប់គ្រាន់ទើបនាងបានឆ្លៀតពេលមកស្រុកខ្មែរដើម្បីថតបទចម្រៀងថ្មីៗបន្ថែមទៀតសម្រាប់បំពេញបំណងខ្លួនឯងក៏ដូចជាអ្នកគាំទ្ររូបនាងដែលចង់ឃើញនាងចេញបទថ្មីកុំឲ្យស្ងាត់យូរពេកយ៉ាងណាបើតាមនីរ៉ាសម្រាប់អាជីពសិល្បៈចម្រៀងនេះនាងមិនកំណត់ពេលថានឹងត្រូវបោះបង់ចោលនាពេលណានោះឡើយពួកនាងអាចនៅតែបន្តរហូតដរាបណានាងនៅតែមានប្រិយមិត្តគាំទ្រនីរ៉ាសម្រាប់ពេលអនាគតនាងនៅមិនទាន់ច្បាស់នៅឡើយទេថានាងអាចនឹងវិលមករស់នៅស្រុកខ្មែរវិញឬយ៉ាងណានោះព្រោះបច្ចុប្បន្ននាងត្រូវមើលថែកូនប្រុសតែមួយរបស់នាងនៅក្នុងទឹកដីប្រទេសអូស្ត្រាលី